We still have Thai forces occupied deep into Cambodian territory in many areas. This is further beyond even Thailand's own unilateral claim line borderline. ខ្ញុំសូមអរគុណសម្បត្តិធិបតីដែលបានថ្លែងប្រាប់មកពិភពលោកថាប្រទេសថៃកំពុងតែចូលកាន់កាប់ចូលទៅក្នុងទឹកដីកម្ពុជាយ៉ាងជ្រៅប្រជាជនខ្មែរចំនួន 80000 នាក់មិនអាចវិលត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេបានវិញនោះទេខ្ញុំពិតជារីករាយណាស់ដែលខ្ញុំបានឃើញព័ត៌មានអន្តរជាតិគេបានសម្ភាសន៍មេដឹកនាំខ្មែរយើងបែបនេះវាគឺជារឿងល្អប្រសើរព្រោះតែប្រទេសកម្ពុជាយើងមិនសូវមានព័ត៌មានអន្តរជាតិច្រើនទេបងប្អូនការយល់ដឹងវាគឺជាជំហានទី1ជាជំហានដ៏សំខាន់ជាងគេការប្រាប់មុខពិភពលោកអំពីការពិតវានឹងជួយដល់ករណីរឿងរបស់យើងវាជាការពិតដែល JBC អាចជួយដោះស្រាយវិវាទព្រំដែនប៉ុន្តែយើងក៏អាចប្រើប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបន្ថែមទៀតផងដែរដើម្បីឲ្យមួយពិភពលោករត់តែបានយល់ដឹងច្បាស់អំពីរឿងរបស់យើងពេលដែលអន្តរជាតិគេផ្សព្វផ្សាយបានទូលំទូលាយនោះវានឹងបានធ្លាយទៅដល់ប្រជាជនថៃឲ្យបានដឹងថាយោធារបស់ពួកគេគឺកំពុងតែចូលកាន់កាប់ទៅក្នុងទឹកដីកម្ពុជាចូលយ៉ាងជ្រៅពេលប្រជាជនថៃបានដឹងការពិតនេះនោះពួកគេនឹងអាចដាក់សម្ពាធទៅលើរដ្ឋាភិបាលអនុទានមិនត្រឹមតែប្រជាជនថៃបានដឹងនោះទេគឺមួយអន្តរជាតិក៏បានដឹងផងដែរនេះប្រសិនបើកម្ពុជាមានទាំងផែនទីថាបាត់កន្លែងណាខ្លះដើម្បីបង្ហាញឲ្យពលរដ្ឋខ្មែរនិងអន្តរជាតិបានដឹងទៀតនោះគឺវារត់តែល្អប្រសើរខ្លាំងណាស់ដូច្នេះតើប្រទេសទុនខ្សោយនិងតូចជាងដូចជាកម្ពុជាអាចធ្វើដោយម្ដេចដើម្បីមានអានុភាពប្រឆាំងនឹងប្រទេសជិតខាងដែលធំជាងខ្លួនបានប្រសិនបើនេះគឺជាខ្ញុំនឹងធ្វើដំណើរទៅកាន់ប្រទេសនីមួយៗហើយបង្ហាញផែនទីបញ្យល់ឲ្យពួកគេបានដឹងថាប្រជាជនរបស់ខ្ញុំត្រូវបានជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេដោយសារតែប្រទេសថៃបានឈ្លានពានចូលយ៉ាងជ្រៅទៅក្នុងទឹកដីរបស់កម្ពុជាហើយបានរីកបណ្ដាលលួសនិងដាក់ទូកុងតឺន័ររារាំងផ្លូវទៅភូមិទៅស្រុកនៅក្នុងទឹកដីកម្ពុជាអស់ហើយបង្ហាញឯកសារ MOU 43ដើម្បីបញ្ជាក់ថាថៃបានធ្វើខុសច្បាប់ MOU របស់ខ្លួនឯងទៅទៀតបន្ទាប់ពីបង្ហាញបែបនេះទៅទូទាំងប្រទេសនៅក្នុងអាស៊ានរួចហើយត្រូវតែទៅបង្ហាញនៅក្នុងអង្គការសហប្រជាជាតិម្ដងពីព្រោះតែមនុស្សចំនួន 80000 នាក់មិនបានត្រឡប់ទៅកាន់ផ្ទះវិញទេករណីនេះគឺវាចូលបាត់ល្មើសរំលោភសិទ្ធិមនុស្សហើយនៅក្នុងឆ្នាំ 2026 នេះប្រធានអាស៊ានគឺជាប្រទេសហ្វីលីពីនម្ដងហើយយើងត្រូវតែស្នើសុំឲ្យប្រធានាធិបតីហ្វីលីពីនជួយដោះស្រាយបញ្ហានេះការប្រើប្រាស់ការទូតវាគឺជាគន្លឹះក្នុងការទាមទារយកដីកម្ពុជាដែលគេបានប្លន់ដោយខុសច្បាប់ត្រឡប់មកវិញទន្ទឹមនឹងនោះផងដែរកម្ពុជាក៏ត្រូវតែស្វែងរកអ្នកផ្គត់ផ្គង់គ្រឿងអាវុធដើម្បីបង្កើនសមត្ថភាពយោធាឲ្យបានខ្លាំងឲ្យបានគ្រប់គ្រាន់ក្នុងពេលឆាប់ៗផងដែរនៅពេលដែលអ្នកចិត្តខាងគេបានឃើញថាកម្លាំងយោធារបស់យើងវាខ្លាំងជាងមុន10 ដងទៅគេញញើតហើយគេនឹងអាចគិតពិចារណាក្នុងការសងទឹកដីមកឲ្យយើងវិញ